រយៈពេល3ថ្ងៃនៃបរិយាពិធីបុណ្យអុំទូកអមបុកបាទសម្ភារបខែនៅក្នុងឆ្នាំ2025នេះគឺមានភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិក៏ដូចជាបងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកទស្សនាកំសាន្តនៅក្នុងទឹកដីខេត្តបាត់ដំបងរយៈពេល3ថ្ងៃមានសរុបជាង124,000 នាក់បាទដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិគឺមានប្រមាណជា900 នាក់បាទដែលអញ្ជើញមកកំសាន្តនៅទាំងព្រឹត្តិការណ៍នៅក្នុងក្រុងក៏ដូចជាតាមបណ្ដាគោលដៅទេសចររមណីយដ្ឋានទេសចរហើយជាពិសេសនៅតាមទីវត្តអារាមដែលមានការប្រារព្ធនៅពិធីអមបុកសម្ភារខែផងដែរបាទហើយសម្រាប់ព្រះរាជពិធីបុណ្យអុំទូកនេះដែរក្នុងមន្ទីរទេសចរសង្កេតឃើញថាមានកំណើនភ្ញៀវកើនឡើងប្រមាណជាង 12% បាទអញ្ចឹងបាទថាកម្រិតនេះគឺអាចនិយាយថាបាត់ដំបងគឺមានភាពតាក់ទាញបាទហើយអ្វីដែលជាពិសេសនៅក្នុងឆ្នាំ2025នេះគឺខេត្តបាត់ដំបងបានរៀបចំនៃព្រឹត្តិការណ៍មហោស្រពសិល្បៈទីក្រុងស្អាតបាទខេត្តបាត់ដំបងបាទដែលមានការធ្វើផ្ដើមរៀបចំដោយអង្គការ FA ពន្លឺសិល្បៈដោយសហការជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបងយើងបានរៀបចំព្រឹត្តិការណ៍នេះនៅក្នុងទឹកដីនៃក្រុងបាត់ដំបងផ្ទាល់តែម្ដងបាទហើយព្រឹត្តិការណ៍នេះគឺមានសកម្មភាពក៏ដូចជាកម្មវិធីពិសេសជាច្រើនដែលផ្ដល់នៅបទពិសោធន៍ដែលពាក់ព័ន្ធទៅនឹងសិល្បៈវប្បធម៌ប្រវត្តិសាស្ត្រចំណេះដឹងហើយនឹងអាចភ្ញៀវទេសចរអាចដើរទៅមើលទស្សនីយភាពអីប្លែកៗនិងទិញវត្ថុអនុស្សាវរីយ៍ដែលជាផលិតផលដែលផលិតនៅក្នុងខេត្តបាត់ដំបងផ្ទាល់បាទហើយព្រឹត្តិការណ៍មួយនេះគឺបានស្រូបទាញភ្ញៀវទេសចរទាំងជាតិអន្តរជាតិបងប្អូនជាពលរដ្ឋមកលេងច្រើនមែនទែនអញ្ចឹងពេលល្ងាចឡើងបាទអាចចាប់ផ្ដើមពីម៉ោង 5 ទៅគឺមានភ្ញៀវមកបដាអញ្ចឹងទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវលេខ 2បាទខាងត្បូងនៃផ្សារណាត់ផ្សារធំថ្មីនៅក្នុងក្រុងបាត់ដំបងបាទហើយព្រឹត្តិការណ៍នេះបានចូលរួមចំណែកនៅក្នុងការផ្សព្វផ្សាយអំពីសក្តានុពលក៏ដូចជាកេរ្តិ៍ឈ្មោះនៃខេត្តបាត់ដំបងបាទហើយបន្ថែមពីនោះគឺបានចូលរួមចំណែកនៅក្នុងការលើកកម្ពស់នៃសេដ្ឋកិច្ចខេត្តតាមរយៈការជំរុញដល់សេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋមូលដ្ឋានហើយអ្វីដែលពិសេសនោះគឺធ្វើឲ្យពិភពលោកភ្ញៀវអន្តរជាតិបានស្គាល់អំពីខេត្តបាត់ដំបងហើយនឹងផ្សព្វផ្សាយបាត់ដំបងទៅកាន់ពិភពលោកផងដែរ